មានដែរឆ្ងល់អត់តើយើងគួរតែរៀបឥដ្ឋបែបណាដើម្បីមានភាពស្តង់ដារហើយនឹងរឹងមាំរៀបឥដ្ឋឬក៏ហៅថា brick bonding ហើយចំពោះការរៀបឥដ្ឋស្តង់ដារក៏មានការវែកញែកលើកហេតុផលផ្សេងគ្នាថារៀបបែបនេះគឺត្រឹមត្រូវរៀបបែបនោះគឺមិនត្រឹមត្រូវទេអញ្ចឹងស្អីទៅជាភាពត្រឹមត្រូវបើឯងមកសួរបងនេះការរៀបឥដ្ឋនឹងត្រឹមត្រូវអត់បងប្រកាសជាប្រាប់បងឯងថាត្រឹមត្រូវហើយដំបូងឡើយគឺយើងត្រូវតែសម្អាតជាមួយនឹងកម្រាលបេតុងយើងឲ្យស្អាតសិនបន្តមកទៀតគឺយើងចាប់ដើមទាញខ្សែចេញពីសសរនីមួយៗហ្នឹងដើម្បីឲ្យការងាររៀបឥដ្ឋរបស់យើងគឺត្រង់ជួរគ្នាល្អហើយមួយវិញទៀតគឺយើងត្រូវការលាយបាយអបន្តមកទៀតគឺកបោប្រេងបន្ទាប់មកទៀតគឺយើងធ្វើការលាបជាមួយនឹងកបោប្រេងទៅលើសសរដើម្បីឲ្យវាធ្វើការដូចជាកាវអញ្ចឹងគឺចាប់ដើមធ្វើឲ្យវាភ្ជាប់គ្នារវាងសសរហ្នឹងហើយនឹងបាយអដែលយើងកំពុងតែរៀបឥដ្ឋនេះឲ្យវាខំគ្នាជាប់បានល្អបន្ទាប់មកទៀតគឺយើង follow structure bond អ្នកគ្នាគឺយើងធ្វើការរៀបឥដ្ឋដូចអ្នកគ្នាបានឃើញអញ្ចឹងគឺពេលដែលយើងរៀបបានមួយជួរហើយគឺយើងធ្វើការរៀបមួយជួរទៀតដោយនៅពាក់កណ្ដាលនៃឥដ្ឋមួយជួរដែលនៅខាងក្រោមហ្នឹងប៉ុន្តែអ្វីដែលខុសគ្នាគឺបច្ចេកទេសសម្រាប់មួយនេះគឺពេលដែលយើងរៀបបាន5ជួរហើយគឺយើងបានដាក់ឥដ្ឋតាន់ចំនួនមួយជួរអ្នកនរគ្នាហើយយើងធ្វើការស្វានដែកពីសរសៃគងពីលើឥដ្ឋតាន់ដែលយើងបានរៀបហ្នឹងតែខ្ញុំក៏ឃើញមួយប្រភេទទៀតគេដាក់ឥដ្ឋប្រហោងនេះគឺគាត់បានដាក់ឥដ្ឋប្រហោងចំនួនឥដ្ឋតាន់វិញហើយគាត់បានរៀបឥដ្ឋប្រហោងចំនួន6ទៅ7ជួរហើយមកគាត់ដាក់ឥដ្ឋប្រហោងប៉ុន្តែបើជាភាពរឹងមាំការដាក់ឥដ្ឋតាន់គឺមានភាពរឹងមាំជាងដោយសារអ្នកនរគ្នាបានដឹងហើយថាឥដ្ឋប្រហោងនៅពេលដែលវារឹងទម្ងន់លោតខ្លាំងគឺវាប្រេះបែកហើយប៉ុន្តែសម្រាប់ឥដ្ឋតាន់គឺមិនងាយអ្នកនរគ្នាទម្លាក់ 2-3 ដងអត់បែកទេណាអញ្ចឹងនៅពេលយើងរៀបឥដ្ឋកាន់តែខ្ពស់វាតែងតែមានការញែកហើយអញ្ចឹងបានគេប្រើប្រាស់បច្ចេកទេសមួយគឺការដាក់ឡាំងតូនៅពេលដែលយើងរៀបឥដ្ឋលើសពី3ម៉ែត្រអញ្ចឹងការដាក់ឡាំងតូរបស់យើងអ្នកខ្លះគឺគេអត់ដាក់ដែកទេប៉ុន្តែសម្រាប់នៅខាងយើងគឺយើងមានការរៀបដែកស្តៀងទៅនឹងធ្នឹមអញ្ចឹងបន្ទាប់មកទៀតគឺយើងចាប់ផ្ដើម install ពុម្ពរបស់ឡាំងតូហើយយើងនឹងចាក់បេតុងបន្ទាប់ពីវាកកគឺយើងចាប់ផ្ដើមដកជាមួយនឹងពុម្ពនឹងចេញហើយយើងអាចបន្តការងាររៀបឥដ្ឋរបស់យើងពីលើឡាំងតូនឹងបានទៅតទៀត